បងភ្លេចអីមួយឯង ភ្លេចអី បងភ្លេចយកសម្រាប់បងទៅមួយឯង អូសម្រាមតិចតួចសោះវាមិនអីទេ អត់បានទេបងបើតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងសម្រាមការបោះចោលសម្រាមតាមដងផ្លូវឬទីសាធារណៈគឺត្រូវបានហាមឃាត់ជាដាច់ខាតសម្រាមអាចប៉ះពាល់ដល់បរិស្ថាននិងសត្វនៅក្នុងទឹកទៀតផង អេអានេះមិនអាហារខ្ញុំទេ វាក៏ធ្វើឲ្យទីក្រុងរបស់យើងមើលទៅកខ្វក់និងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរហើយបងមានដឹងអត់ថាអ្នកដែលបោះសម្រាមនៅតាមទីសាធារណៈអាចនឹងត្រូវផាកពិន័យពី 20,000 រៀលរហូតដល់ 40,000 រៀល អូខ្ញុំមិនដែលដឹងសោះនេះអរគុណបងដែលបានជួយរំលឹកខ្ញុំនឹងមិនបោះសម្រាមចោលនៅទីសាធារណៈទៀតទេ អត់អីទេបងបើយើងជួយគ្នាទីក្រុងយើងនឹងស្អាតជានិច្ចបរិស្ថានស្អាតចាប់ផ្ដើមពីសកម្មភាពតូចៗរបស់ពួកយើងទាំងអស់គ្នា